លោកដូណាល់ត្រាំជំរុញឲ្យពលរដ្ឋអេរ៉ង់បន្តធ្វើមហាបាតកម្មខណៈមនុស្សស្លាប់កើនដល់ជាង 2000 នាក់ចាប់ខ្លួនរាប់ម៉ឺននាក់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជំរុញឲ្យប្រជាជនអេរ៉ង់បន្តធ្វើមហាបាតកម្មនិងចងចាំឈ្មោះជនដៃដល់ដែលធ្វើបាបប្រជាជនអេរ៉ង់ខណៈដែលមនុស្សស្លាប់បានកើនឡើងរហូតដល់ទៅជាង 2000 នាក់ហើយបាតកោរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួននេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធទី14 ខែមករាឆ្នាំ 2026 នេះលោកដូណាល់ត្រាំបានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនង Truth Social កាលពីថ្ងៃអង្គារទី13 ខែមករាឆ្នាំ 2026 ថាសូមពលរដ្ឋអេរ៉ង់ដែលជាអ្នកស្នេហាជាតិបន្តធ្វើមហាបាតកម្មតវ៉ាហើយចូលកាន់កាប់ស្ថាប័ននានាព្រោះជំនួយនឹងទៅដល់ឆាប់ហើយទោះជាយ៉ាងណាសំណេររបស់លោកដូណាល់ត្រាំមិនបានបញ្ជាក់ថាជំនួយអ្វីនោះឡើយលោកដូណាល់ត្រាំនិយាយថាលោកបានលុបចោលរាល់ជំនួបជាមួយមន្ត្រីអេរ៉ង់លុះត្រាតែរដ្ឋាភិបាលអេរ៉ង់បញ្ឈប់ការសម្លាប់បាតកោហើយនៅពេលសួរថាតើជំនួយនឹងទៅដល់ឆាប់ដែលលោកបានលើកឡើងនោះមានន័យបែបណាលោកដូណាល់ត្រាំបានឆ្លើយតបទៅក្រុមអ្នកសារព័ត៌មានថាស្វែងយល់ដោយខ្លួនឯងទៅសូមបញ្ជាក់ថាមន្ត្រីអេរ៉ង់ម្នាក់បានធ្វើការទទួលស្គាល់យ៉ាងកម្រថាមនុស្សរហូតដល់ទៅជាង 2000 នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍មហាបាតកម្មនេះហើយនេះគឺជាលើកទី1ហើយដែលអាជ្ញាធរអេរ៉ង់បានបញ្ជាក់ពីចំនួនអ្នកស្លាប់សរុបច្រើនបែបនេះកើតចេញពីមហាបាតកម្មដែលបានផ្ទុះឡើងតាំងពីចុងខែធ្នូឆ្នាំ 2025 គឺជាង2សប្តាហ៍មកហើយគិតត្រឹមថ្ងៃពុធទី14 ខែមករាឆ្នាំ 2026 នេះអង្គការសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថាមនុស្សរហូតដល់ទៅជាង 2003 នាក់បានបាត់បង់ជីវិតនៅក្នុងមហាបាតកម្មនេះដោយក្នុងនោះបាតកោមានរហូតដល់ទៅ 1850 នាក់កងកម្លាំងសន្តិសុខមាន 153 នាក់អង្គការនេះបានឲ្យដឹងទៀតថាបាតកោរហូតដល់ទៅជាង 16,784 នាក់ត្រូវបានចាប់ខ្លួនដោយកើនឡើងខ្លាំងបើធៀបទៅនឹងតួលេខកាលពីថ្ងៃច័ន្ទសប្តាហ៍នេះការរឹតបន្តឹងការទំនាក់ទំនងរួមទាំងការកាត់ផ្តាច់អ៊ីនធឺណិតផងបានធ្វើឲ្យពិភពលោកពិបាកនឹងទទួលបានព័ត៌មានពិតទាន់ហេតុការណ៍នៅក្នុងប្រទេសអេរ៉ង់មហាបាតកម្មដែលដំបូងឡើយកើតចេញពីស្ថានភាពសេដ្ឋកិច្ចដុនដាបនេះបានធ្វើឲ្យរដ្ឋាភិបាលរងប្រឈមហានិភ័យដ៏ធំបំផុតដែលអាចឈានទៅដល់ការផ្លាស់ប្តូររបបដឹកនាំហើយមហាបាតកម្មនេះក៏បានកើតមានឡើងស្របពេលដែលអេរ៉ង់ទទួលរងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងផងដែរបន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកកាលពីអំឡុងខែមិថុនាឆ្នាំ 2025 រដ្ឋមន្ត្រីការបរទេសអេរ៉ង់លោកអាប់បាល់អារ៉ាឈីបាននិយាយកាលពីថ្ងៃច័ន្ទទី12 ខែមករាថាលោកបានបន្តធ្វើការទំនាក់ទំនងជាមួយប្រិយសិទ្ធិពិសេសរបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff ហើយថាទីក្រុងតេហេរ៉ង់កំពុងសិក្សាគំនិតយោបល់ដែលស្នើឡើងដោយទីក្រុង Washington សូមបញ្ជាក់ថាអាញាធរអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាជាអ្នកញុះញង់ឲ្យប្រជាជនអេរ៉ង់ទូមហាបាតកម្មនេះទន្ទឹមនេះចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់និងអ៊ីតាលីសុទ្ធតែបានកោះហៅអគ្គរដ្ឋទូតអេរ៉ង់ប្រចាំនៅប្រទេសរបស់ខ្លួនដើម្បីបង្ហាញការតវ៉ាប្រឆាំងនិងការបង្ក្រាបយ៉ាងសាហាវរបស់រដ្ឋាភិបាលអេរ៉ង់ទៅលើប្រជាជនអេរ៉ង់ចំណែកលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម X ថាចំនួនអ្នកស្លាប់និងអ្នករបួសដែលកំពុងកើនឡើងនៅក្នុងប្រទេសអេរ៉ង់គឺគួរឲ្យរន្ធត់ណាស់ខ្ញុំតារាពី RTNews TV